Bộ màជំរាបសួរបងប្អូនខ្ញុំនៅពេលនេះគឺខ្ញុំនៅសាលាបច្ចេកវិទ្យាមួយកន្លែងបានបច្ចេកទេសឬក៏សាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរបាទគឺខ្ញុំនៅសាលាជំរាបសួរបងប្អូនបាទគឺនៅពេលនេះគឺខ្ញុំនៅសាលាពហុបច្ចេកទេសបាទគឺសាលាពហុបច្ចេកទេសវិទ្យាស្ថានពហុបច្ចេកទេសអង្គរបាទគឺមើលមិនសូវច្បាស់ដែរបាទហើយខ្ញុំមកនេះគឺខ្ញុំមករៀងល្ងិតបន្តិចដោយសារខ្ញុំទៅតែមានពេលទំនេរក៏ណាមួយក៏មកអញ្ចេះក៏ស្ងាត់មួយយ៉ាងដែលខ្ញុំអាចនិយាយបានស្រួលផងក៏គិតថាខ្ញុំក៏សូមអ្នកគ្រូដែលគាត់ជាប្រធានការិយាល័យនៅក្នុងសាលាក៏សូមការអនុញ្ញាតគាត់ថតបន្តិចបាទអញ្ចឹងគាត់បានអនុញ្ញាតឲ្យថតខ្លះអញ្ចឹងខ្ញុំចង់និយាយពីប្រធានបទតាក់ទងនឹងការសិក្សាបាទហើយក៏ដូចជាជំនាញគរុកុសលលោកគ្រូអ្នកគ្រូដែលគាត់បង្រៀននៅតាមសាកលវិទ្យាល័យក្តីនៅតាមចំណេះដឹងទូទៅក្តីបាទហើយនៅតាមសាលាបច្ចេកទេសក្តីដូចជាឧទាហរណ៍ដូចជាទីនេះដែលជាវិទ្យាស្ថានបាទជា Institute នៃបង្រៀននៅបច្ចេកទេសបាទហើយនៅពេលនេះគឺខ្ញុំក៏បានគឺសូមអធិស្ឋានបងប្អូនគឺនៅមិនទាន់មានការរៀបចំដោយសារបេតុងនេះទៅប្រចាក់បាទគឺមានដាក់បាវគ្របអីផងបាទអញ្ចឹងហើយគឺចំណែកនៅក្នុងវិញគឺជារោងជាងបង្រៀនជួសជុលរថយន្តបាទនេះបាទគឺមានផ្នែកជួសជុលរថយន្តផងដែរគឺ Ford Technical Training Center បាទហើយជាមួយនឹងសួងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាទអញ្ចឹងថាជាការសហការរវាងក្រុមហ៊ុន Ford ជាមួយនឹងក្រសួងបាទហើយក៏មានទីតាំងនៅក្នុងសាលាបច្ចេកទេសនៅក្នុងវិទ្យាស្ថានដែរបាទអញ្ចឹងខ្ញុំចង់លើកបន្តិចបងប្អូនពីតាក់ទងទៅនឹងការសិក្សាមានន័យថាគឺខ្ញុំលើកនេះជារឿងទូទៅជាប្រធានបទទូទៅបាទនេះដោយសារមានការធ្វើជាបេតុងបាទហើយគឺសាលានៅពេលនេះគឺនៅបើកនៅឡើយបាទឃើញថាសិស្សគាត់នៅសិក្សានៅឡើយបាទអញ្ចឹងត្រង់ចំណុចនេះខ្ញុំចង់លើកឡើងហើយសាលានេះគឺស្ថិតនៅលើផ្លូវគេហៅថាផ្លូវ60បាទផ្លូវ60អញ្ចឹងតាក់ទងនៅផ្លូវ60នេះខ្ញុំក៏នឹងមានប្រធានបទមួយដែរតាក់ទងទៅនឹងការលក់ដូរនៅលើផ្លូវ60នេះដែរបាទអញ្ចឹងដែលខ្ញុំគិតថាខ្ញុំនឹងដាក់បញ្ចូលជាមួយនឹងប្រធានបទដែលខ្ញុំកំពុងនិយាយតាក់ទងនឹងវិទ្យាស្ថានឬក៏តាក់ទងនឹងការសិក្សានៅពេលនេះបាទហើយតាក់ទងនឹងការសិក្សានៅពេលនេះដែរគឺខ្ញុំចង់លើកឡើងពីកំណាព្យមួយដែលថាអីខំរៀនខំរកខំសន្សំប្រមូលផ្សែផ្សំទាំងតម្រេះទាំងក្នុងទាំងក្រៅក្មេងដល់ចាស់គ្រប់គ្រាន់ក្រាលក្រាស់ចែកបន្តខំរៀនវិជ្ជាជីវៈរៀនឲ្យចេះជាក់ជាដំណរវិជ្ជាសម្រាប់ចំណងតសម្រាប់ផលល្អតាមចំណងរៀនហើយរៀនទៀតរៀនមិនឈប់រៀនក្រងរៀនគ្រប់រៀនដឹកនាំចំណេះទូទៅជំនាញផ្សំបាទឬក៏អាចថាដឹកនាំហ្នឹងមិនមែនទៅដឹកនាំរហូតដល់ដឹកនាំប្រទេសអីបានហៅដឹកនាំទេចង់និយាយថាដឹកនាំនៅតាមកន្លែងមួយនៅតាមការងារមួយ